សួស្តីបងអូនថ្ងៃនេះចង់មកចែករំលែកបទពិសោធន៍ខ្ញុំផ្ទាល់ដែលខ្ញុំរៀបទៅបានផលបងអូនសម្រាប់ឆ្នាំហ្នឹងគឺខ្ញុំជន់ឆ្នាំអញ្ចឹងគឺខ្ញុំរៀបបែបហ្នឹងកន្លនេះវិញគេហៅថាកន្លទ្របសម្បត្តិបងអូនកន្លនេះគឺកន្លហ្វុងស៊ុយនៅពេលដែលយើងមានមួយនៅក្នុងផ្ទះគឺយើងហេងហ្មងបងអូនខ្ញុំសាក់លបងហើយគឺបានផលហើយសម្រាប់បងអូនដែលជន់ឆ្នាំឬមកក៏ឆុងឆ្នាំឬមកក៏អត់ឆុងឆ្នាំក៏ដោយអត់ជន់ឆ្នាំក៏ដោយក៏អាចដាក់បានដែរបងអូនមានមួយនៅក្នុងផ្ទះគឺដឹងតែប្លែកហ្មងបងអូននេះជាវីដេអូទី2ខ្ញុំមកប្រាប់ពីវិធីរៀបចំដាក់កន្លទ្របរបស់យើងបងអូនទី1យើងដាក់អង្ករសរបស់យើងនឹងដាក់លើកន្លះមកបងអូនហើយទី2យើងដាក់អង្ករមាសរបស់យើងរោយពីលើអង្ករសបន្ទាប់មកយើងដាក់ដុំមាសរបស់យើងរោយពីលើអង្ករមាសនឹងហើយបន្ទាប់មកយើងដាក់កាក់ហើយយើងដាក់ដុំមាសត្បូងរបស់យើងហ្នឹងគឺដាក់ចូលបន្ថែមទៀតហើយបន្ទាប់មកយើងដាក់ធុងទ្រាប់របស់យើងហ្នឹងដាក់នៅចូលនៅលើខាងលើហ្នឹងបងអូនហើយបន្ទាប់មកទៀតយើងដាក់ត្បូងពណ៌ក្រហមរបស់យើងដាក់ចូលចំកន្លែងកដាលហ្នឹងបងអូនយើងរៀបបែបនេះគឺទទួលបានផលពិតៗហ្មងបងអូនហើយតើបងអូននេះជាវីដេអូទី3សម្រាប់កន្លទ្រាប់របស់យើងវិញគឺយើងរើសដាក់នៅថ្ងៃច័ន្ទដើមទ្រាប់ម៉ោង7 8ផឹកហ្នឹងបងអូនហើយសម្រាប់កន្លែងដាក់វិញគឺយើងដាក់នៅលើទូទឹកកកអញ្ចឹងលើទូទឹកកកយើងអត់មានត្រូវដាក់អីទាំងអស់គឺយើងសម្អាតឲ្យស្អាតហើយយើងដាក់នៅចំកណ្ដាលឬមួយក៏ចំហៀងក៏បានដែរតែអូនមុនណាបងអូនយើងបើកកម្របយើងចាក់ខ្សាច់ក្រហមខ្សាច់ហុងស៊ុយរបស់យើងចាក់ចូលទាំងពីរមកបងអូនហើយសម្រាប់ថ្ងៃវិញគឺយើងដាក់ថ្ងៃច័ន្ទដូចគ្នាហើយយើងដាក់ម៉ោង7 8ផឹកដូចគ្នាបងអូនហើយយើងផ្ទះរបស់ខ្ញុំគឺទ្វាបុកទល់មុខផ្ទះអ្នកជិតខាងហើយបុកផ្លូវទូអញ្ចឹងគឺខ្ញុំដាក់ឃ្លោកបែបហ្នឹងបងអូនបើសិនជាផ្ទះបងអូនបែរទិសផ្សេងគ្នាឬមួយក៏ពេលបត់មកបុកចូលផ្ទះឬមួយក៏នៅផ្លូវធំអីគឺយើងដាក់បែបផ្សេងហើយយើងយកមកព្យួរនៅទ្វាផ្ទះយើងខាងមុខអញ្ចឹងមកណាបងអូនហើយសម្រាប់ឆ្នាំងទ្រាប់វិញគឺខ្ញុំដាក់នៅក្នុងឡានឆ្នាំងទ្រាប់ហ្នឹងគឺឆ្នាំងហៅលាបហៅជ័យហើយវាជួយកាត់ឆុងបានទៀតបងអូនដោយសារអីរៀនជំនាញរបស់យើងក៏សំខាន់ដែរយើងត្រូវដាក់កាត់ឆុងដែរសម្រាប់ឆ្នាំហ្នឹងគឺរូបតំណាងកាត់ឆុងរូបពពែអញ្ចឹងខ្ញុំដាក់ចូលទៅក្នុងឡានព្យួរជាមួយឡានយើងមួយដែរបងអូនដើម្បីការពារកាត់ឆុងនៅពេលដែលយើងជិះទៅណាទៅណីអញ្ចឹងណាបងអូន